ជ្រូកម៉ែបានបង្កើតកូនជ្រូកចំនួន11ក្បាលប៉ុន្តែវាមានក្បាលដោះតែ10ប៉ុណ្ណោះពេលឃើញកូនជ្រូកដែលលើសនោះម្ចាស់កសិដ្ឋានក៏ស្រក់ទឹកភ្នែកដោយអស់សង្ឃឹមរួចគាត់ក៏ងើបទៅចាប់ពូថៅដែលជាគេអាកគាត់ចាប់កូនជ្រូកនោះត្រៀមធ្វើម្ហូបល្ងាចនេះសំណាងល្អក្មេងស្រីតូចរត់មកអង្វរយ៉ាងខ្លាំងទើបកូនជ្រូកនោះអាចរួចជីវិតបណ្ដោះអាសន្នដើម្បីការពារកុំឲ្យឪពុកសម្លាប់កូនជ្រូកពេលនាងអត់នៅនាងនៅក្បែរកូនជ្រូកនោះរាល់ថ្ងៃមិនដែលឃ្លាតពេលព្រឹកនាងបីវាបំបើទឹកដោះពេលទៅរៀននាងលួចយកកូនជ្រូកទៅសាលារៀនដែរតែទៅរៀនតូចពេកកូនជ្រូកនោះរើចុះរើឡើងមិនស្ងប់ទេសម្លេងនោះបានរំខានដល់លោកគ្រូទាំងការចំអករបស់មិត្តរួមថ្នាក់កុមារីមីត្រូវបានហៅទៅការិយាល័យថែមទាំងហៅពុកម្ដាយនាងមកផងតែទោះជាយ៉ាងណាក៏មិនអាចបំបត្តិក្តីស្រឡាញ់របស់មីចំពោះជ្រូកបានតែដើរលេងក៏នាងយកជ្រូកទៅជាមួយដែរឪពុកម្ដាយគិតថាមីគ្រាន់តែចាប់អារម្មណ៍មួយផ្លែតទេតែនៅពេលជ្រូកកាន់តែធំឡើងក្តីស្រឡាញ់របស់មីមិនថយចុះទេបែរជាកាន់តែខ្លាំងឪពុកទ្រាំលេងបានហើយគាត់មិនចង់ឲ្យកូនស្រីរបស់គាត់រស់នៅជាមួយជ្រូកបែបនេះទេដូច្នេះគាត់បានបញ្ជាមីឲ្យយកជ្រូកទឹកស្ថានវិញបើមិនដូច្នោះទេគាត់នឹងយកជ្រូកនោះទៅធ្វើជាម្ហូបភ្លាមទោះជាចិត្តនាងស្ទាក់ស្ទើរនឹងជឿចាប់យ៉ាងណាតែដើម្បីសុវត្ថិភាពកូនជ្រូកគាត់ក៏គ្មានជំរឿអ្វីក្រៅពីធ្វើតាមកូនជ្រូកនឹកស្ដាយសៀវមីខ្លាំងណាស់ពេលឃើញនាងដើរចេញទៅវាក៏រកច្រកចេញមិនឃើញដូច្នេះវាក៏ថយក្រោយបន្តិចហើយតែបន្ទះឈើនោះរង្គើតិចប៉ុណ្ណោះសត្វផ្សេងចំអកថាវាមិនមានកម្លាំងគ្រប់គ្រាន់ទេហើយប្រាប់ឲ្យវាបោះបង់ទៅតែវាមិនព្រមចុះចាញ់ទេវាខំមាត់ទ្រាំឈឺបុកជាប់គ្នាជាច្រើនដងទៀតទីបំផុតក៏បានសម្រេចបន្ទាប់មកវាក៏លាស់ខ្លួនហើយស្ទុះដេញតាមសៀវមីតែទោះប្រឹងយ៉ាងណាវាក៏ដេញមិនទាន់ដែរកូនជ្រូកនោះអស់សង្ឃឹមខ្លាំងណាស់តែគិតថាសៀវមេនឹងមកលេងរាល់ថ្ងៃវាស្ម័គ្រចិត្តរត់ចូលកសិដ្ឋានវិញហើយស៊ីចំណីយ៉ាងសប្បាយចិត្តតែសត្វវាយទៀតនាំគ្នាស្ដាយខ្លាំងព្រោះកូនជ្រូកមិនដឹងទេថាជ្រូកក្នុងកសិដ្ឋានមិនអាចរស់ដល់បុណ្យណូអែលទេសៀវមេមកលេងវារៀងរាល់ថ្ងៃក្រោយសាលារួចជិះឡានសាលាទៅផ្ទះវិញពេលវេលានៃការជួបគ្នាខ្លាចជាក្តីសង្ឃឹមរបស់វាជារៀងរាល់ថ្ងៃតែការនៅក្បែររបស់សៀវមេនៅតែខ្លីពេកកូនជ្រូកក៏សម្រេចចិត្តរកមិត្តថ្មីទៀតទើបវាបួសសត្វឯទៀតលេងតែពួកសត្វមិនចង់ចាប់អារម្មណ៍នឹងវាទេកូនជ្រូកក៏ចេញទៅលេងដោយខ្លួនឯងនៅខាងក្រៅវាជ្រុំមុជដីភក់លេងយ៉ាងសប្បាយមិនយូរប៉ុន្មានវាឡើងប្រឡាក់ដូចសត្វពីងពីងតូចមួយសត្វចាប់ដើមសឹកសៀមនិយាយដើមវាទៀតហើយសេះដែលប្រអិតប្រទុំនោះមិនអាចយល់បានទេទង្វើដែលគួរឲ្យឆ្ងល់របស់កូនជ្រូកវាគិតថាកូនជ្រូកនេះគ្រាន់តែជាជ្រូកល្មមប៉ុណ្ណោះមួយសន្ទុះក្រោយមកកូនជ្រូកក៏មកសួរទៀតប៉ុន្តែនៅតែគ្មាននរណាចង់និយាយជាមួយវាថានៅក្នុងកសិដ្ឋាននេះសត្វនីមួយសុទ្ធតែមានភារកិច្ចរៀងខ្លួនខ្លះទទួលបន្ទុកផ្ញើពងខ្លះទៀតផ្ដល់រោមជៀមហើយខ្លះទៀតផ្ដល់ទឹកដោះគោមាននរណាម្នាក់មានពេលលេងជាមួយវាទេកូនជ្រូកអស់សង្ឃឹមខ្លាំងហូបបាយក៏លេងឆ្ងាញ់អកុខថ្ងៃនោះយប់ជ្រៅពេកហើយកូនមីត្រូវម៉ាក់ខាត់ទើបនាងមិនបានទៅជួបកូនជ្រូកធ្លាប់មានកូនមីនៅក្បែរគេងនៅលើដីតែគេងមិនលូកចង់មានអ្នកណាគេងនិយាយរីត្រីសួស្ដីស្រាប់តែមានសម្លេងស្រទន់មួយបន្លឺឡើងដល់រូបសាក់កូនជ្រូកតូចមួយឲ្យវាបានក្រោកដើររកមួយជុំក៏រកមិនឃើញប្រភពសម្លេងអាចកំបាំងក៏បន្លឺឡើងម្ដងទៀតសម្លេងប្រាប់ឲ្យកូនជ្រូកគេងសិនស្អែកវានឹងបង្ហាញខ្លួនជ្រូកតូចក៏ស្ដាប់តាមភ្លាមដល់ព្រឹកឡើងជ្រូកតូចក៏ភ្ញាក់ពីដំណេកគេអន្ទះសារចង់ជួបអ្នកដែលនិយាយចាស់សម្លេងដែលបាននិយាយរីត្រីសួស្ដីកាលពីយប់គេក៏សួរហ្វុងសត្វបាយទៀតថាតើឃើញអ្នកនោះទេពេលនោះសត្វពីងពីងមួយក៏ចុះមកហ្វុងសត្វក៏នាំគ្នាបោះជំហានថយក្រោយព្រោះពួកវាស្អប់ពីងពីងមានតែជ្រូកតូចទេដែលមិនរើសអើងវាថែមទាំងស្វាគមន៍ពីងពីងហើយប្រាប់ឲ្យពីងពីងហៅខ្លួនថាជាស្ដេចមើលពីងពីងនេះកំពុងវារុយមួយសន្ទុះរុយក៏คล้ายជាដុំសំណាញ់ជ្រូកតូចនៅខាងក្រោមក៏សួរវាភ្លាមតើអ្នកមានបំណងស៊ីវាពីងពីងតបថាចង់បិទឈាមពួកវាពេលសេះហឺភ្លាមក៏ភ័យសន្លប់បាត់ទៅជ្រូកតូចនៅតែមិនយល់ហេតុអ្វីគ្រប់គ្នាស្អប់ពីងពីងម្ល៉េះសរសៃញ៉ែតពីងពីងអាចជួយការពារសត្វល្អិតឈ្លានពានបានវាមានប្រយោជន៍មិនបង្កគ្រោះថ្នាក់ឡើយពីងពីងឃើញជ្រូកតូចជួយនិយាយការពារវាមានអារម្មណ៍ថាពេញចិត្តណាស់គិតថាជ្រូកតូចជាមិត្តដ៏ល្អខ្លាំងដូច្នេះពីងពីងនឹងជ្រូកលេងជាមួយគ្នាជារៀងរាល់ថ្ងៃពេលវេលាក៏កន្លងផុតទៅជៀមក៏ជ្រុះរោមដ៏ក្រាស់របស់វាដែរទីពស់ក៏មានកូនតូចរបស់វាដែរអ្វីគ្រប់យ៉ាងមើលទៅល្អណាស់ស្រាប់តែក្មេងប្រុសម្នាក់មកលេងក្នុងឃ្លាំងកាន់តែឆ្កេះហៀបនឹងសម្លាប់ពីងពីងហើយយកកែវគ្រប់ពីងពីងនោះជ្រូកឃើញមិត្តតែមួយគត់របស់វាត្រូវគេធ្វើបាបវារត់ទៅខំខ្សែស្បែកជើងក្មេងប្រុសនោះទាញខ្លាំងធ្វើឲ្យក្មេងនោះដួលពីងពីងក៏រួចខ្លួនដោយសុវត្ថិភាពពេលនោះកណ្ដុរចង្អុលទៅផ្ទះដែលនៅជិតនោះវានិយាយទៅកាន់ជ្រូកថាទោះបីអ្នកខំប្រឹងយ៉ាងណាទៀតក៏អ្នកមិនអាចរស់ដល់បុណ្យណូអែលដែរជ្រូកនៅតែមិនយល់ពីអត្ថន័យកណ្ដុរដូច្នេះកណ្ដុរសម្រេចចិត្តប្រាប់ការពិតដល់ជ្រូកគឺនៅថ្ងៃចុងក្រោយនៃឆ្នាំពួកគេនឹងសម្លាប់ជ្រូកនៅទីនេះទាំងអស់ត្រូវយកទៅធ្វើជាម្ហូបឆ្ងាញ់ដើម្បីកើតចំពេលរដូវផ្ការីកទៀតដូច្នេះអ្នកគេចមិនផុតពីគ្រោះកម្មនេះទេជ្រូកតូចជាហើយភ័យខ្លាំងណាស់ដកថយទៅក្រោយវិញភ្លាមជ្រូកតូចក៏ទៅប្រាប់រឿងនេះដល់សត្វពីងពីងប្រាប់ជ្រូកថាកុំបារម្ភអីខ្ញុំនឹងរកវិធីជួយអ្នកឲ្យរួចផុតពីគ្រោះតែជ្រូកតូចមិនទាន់ស្ដាប់ចាប់ផងក៏ងាកខ្នងចេញទៅព្រោះវាគិតថាពីងពីងតូចមួយមិនអាចជួយខ្លួនឯងបានទេពេលជ្រូកតូចចេញទៅពីងពីងចាប់ផ្ដើមត្បាញសរសៃរបស់វាគ្មាននរណាដឹងថាពីងពីងគិតធ្វើអ្វីឡើយរហូតដល់ថ្ងៃបន្ទាប់អ្នកមើលថែបានមកដល់ទីនេះដើម្បីឲ្យចំណីតែគាត់បែរជាភ្ញាក់ផ្អើលយ៉ាងខ្លាំងនឹងទិដ្ឋភាពនៅចំពោះបោះចោលអាហារហើយទៅហៅអ្នកផ្សេងពេល3អ្នកមកដល់ក៏ភ្ញាក់ផ្អើលដូចគ្នាតាមពិតពីងពីងបានត្បាញអក្សរលើសំណាញ់វាសរសេរថាជ្រូកដ៏អស្ចារ្យមិនប៉ុន្មានថ្ងៃសម្បុកពីងពីងនេះក៏ល្បីសុះសាយមនុស្សជាច្រើនបើកឡានមកទីនេះដើម្បីថតរូបពួកគេចង់ឃើញជ្រូកតូចអាចកំបាំងនេះណាស់ហើយកូនជ្រូកដែលមានជំនួយពីពីងពីងក៏បានខ្លាចជាជ្រូកល្បីដែរសូម្បីតែសត្វដទៃទៀតក្នុងឃ្លាំងក៏បានចំណេញដែរពីងពីងលួចបង្រៀនជ្រូកពីវិធីល្បីពេលឃើញមនុស្សច្រើនបែបនេះអ្នកត្រូវញឹមដើម្បីទាក់ទាញចំណាប់អារម្មណ៍គេធ្វើឲ្យអ្នកខ្លាចជាជ្រូកតារាមានអ្នកគ្រប់គ្រងរាប់លានអ្នកជ្រូកតូចក៏ទទួលបានការសាទរយ៉ាងខ្លាំងសត្វផ្សេងទៀតនឹកស្មានមិនដល់ថាពីដើមមកពីងពីងនេះឆ្លាតខ្លាំងណាស់ឥរិយាបថរបស់ពួកវាក៏បានផ្លាស់ប្ដូរទាំងស្រុងដែរមួយខែបានកន្លងផុតទៅយ៉ាងលឿនហើយប្រជាប្រិយភាពជ្រូកតូចក៏ធ្លាក់ចុះខ្លាំងដែរមនុស្សក៏ចាប់ផ្ដើមភ្លេចជ្រូកតារានេះបន្តិចម្ដងនេះមានន័យថាជ្រូកតូចអាចនឹងក្លាយជាម្ហូបមនុស្សគ្រប់ពេលដើម្បីកុំឲ្យជ្រូកតូចក្លាយជាអាហារពួកសត្វក៏ប្រជុំគ្នាតែនៅតែរកវិធីល្អមិនឃើញសត្វកណ្ដុរហ៊ានប្រថុយជីវិតខ្លាចមនុស្សវាសម្លាប់ក៏រកបានកាសែតមួយសន្លឹកយកត្រឡប់មកវិញដល់ថ្ងៃបន្ទាប់មកទៀតអ្នកមើលចំណីក៏មកដល់ទីនេះគាត់ភ្ញាក់ផ្អើលនឹងទិដ្ឋភាពនៅចំពោះមុខម្ដងទៀតជ្រូកតូចកំពុងសម្ដែងលោតត្រឡប់ក្រោយវាធ្វើបែបនេះគ្រាន់តែដើម្បីផ្គប់ចិត្តមនុស្សនិងរក្សាអាយុជីវិតរបស់វាមិនចង់ត្រូវមនុស្សស៊ីនៅពេលចូលឆ្នាំកូនជ្រូកខ្លាយជាជ្រូកល្បីលើអនឡាញម្ដងទៀតអ្នកមើលចំណីបានងូតទឹកដោះគោឲ្យវាពេលងូតស្អាតគាត់នឹងយកវាទៅពិព័រណ៍ឲ្យតែកូនជ្រូកនេះឈ្នះជើងឯកវានឹងអាចផ្លាស់ប្ដូរវាសនាដែលត្រូវគេសម្លាប់មុនពេលចេញដំណើរចៅហ្វាយស្រុកព្រមានថាបើអ្នកមិនបានរង្វាន់ទេនោះខ្ញុំនឹងធ្វើអ្នកខ្លាយជាសាច់ជ្រូកព្រាមហើយភ្លាមនោះ
កូនជ្រូកក៏ភ័យដួលសន្លប់បាត់ទៅដើម្បីឲ្យកូនជ្រូកអាចឈ្នះជើងឯងនាងពីងពីងក៏តាមទៅជាមួយដែរមិនយូរប៉ុន្មានពួកគេក៏ដល់កន្លែងតាំងពិព័រណ៍នាងពីងពីងក៏វាឡើងលើជញ្ជាំងលួចមើលគូប្រកួតរបស់កូនជ្រូកតាមពិតគូប្រកួតជាជ្រូកធាត់យក្សមួយក្បាលបើតាមរូបរាងគឺកូនជ្រូកច្បាស់ជាចាញ់ហើយដូច្នេះនាងពីងពីងក៏ទៅរកកណ្ដុរដើម្បីរកវិធីដោះស្រាយយើងត្រូវតែរកពាក្យថ្មីទៀតហើយទើបអាចយកឈ្នះជ្រូកធាត់នោះបានកណ្ដុរទៅដល់ពិធីជប់លៀងរបស់មនុស្សរួចរកកាសែតមួយទៀតយកទៅឲ្យនាងពីងពីងដល់ថ្ងៃបន្ទាប់មានអំបោះពីងពីងលេចឡើងម្ដងទៀតនៅឯពិព័រណ៍គេសរសេរថាជ្រូកដ៏រៀបសារពាក្យនេះបានលេចឡើងធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍ភ្លាមជ្រូកក៏ឈ្នះជើងឯកបានសម្រេចនិងពាក់មេដាយមាសដ៏ធំមួយម្ចាស់កសិដ្ឋានក៏មានមោទនភាពចំពោះជ្រូករបស់គាត់ដែរទីបំផុតជ្រូកតូចក៏រួចជីវិតដោយសារមិត្តភក្តិជួយរួចផុតពីសេចក្តីស្លាប់ឯងក៏សម្រេចពាក្យសន្យាដែរថែមទាំងរក្សាបានកិត្តិយសរបស់ជ្រូកតូចទៀតប៉ុន្តែខ្លួនគេវិញចិត្តដាច់ខ្យល់ស្លាប់ទៅហើយមួយថ្ងៃក្រោយមកជ្រូកតូចចាប់អារម្មណ៍ថាមុំមិនស្រួលខ្លួនទេតាមពិតងងខំជួយមិត្តតែមួយគត់នេះទាំងមានផ្ទៃពោះក៏នៅតែធ្វើការពេញមួយយប់គាត់អស់កម្លាំងខ្លាំងណាស់ក្រោយពងរួចវាក៏លាចាកលោកទៅកូនជ្រូកសម្លឹងមើលមិត្តភក្តិដោយក្តីសោកសៅយ៉ាងខ្លាំងមុនស្លាប់សត្វពីងពីងបានផ្តែផ្ដាំកូនជ្រូកថាសូមយកកូនរបស់វាទៅមើលថែឲ្យបានដិតដល់វាសង្ឃឹមថាកូនរបស់វានឹងបានកើតនៅកន្លែងដែលវាធ្លាប់ធំធាត់ដូច្នេះកូនជ្រូកក៏ត្រដោយកកូនពីងពីងទៅពេលឃើញកូនជ្រូកដើរចេញបាត់ពីងពីងក៏បានលាចាកលោកដោយសុខសាន្តពេលត្រឡប់ដល់កសិដ្ឋានសត្វផ្សេងទៀតមិនបានឃើញពីងពីងទេកូនជ្រូកក៏ដាក់កូនពីងពីងលើដីឃើញទិដ្ឋភាពបែបនេះសត្វទាំងអស់លែងមានសម្លេងរំខានតែបែរជាអន់ក្បាលគោរពវិញ្ញាណខនដោយសារតែវត្តមានរបស់ពីងពីងពួកគេក៏បានយល់ពីតម្លៃនៃចិត្តណាល្អដែរកូនជ្រូកក៏បានសម្រេចបំណងរបស់វាបានឃើញព្រើធ្លាក់ដំបងក្នុងជីវិតថ្ងៃនោះសុទ្ធពីងពីងបានញ៉ះក្រោមការឃ្លាំមើលពីសត្វទាំងអស់ការញ៉ះប្រកបដោយជោគជ័យកូនពីងពីងរាប់រយបានចេញពីសម្បកកូនជ្រូករីករាយលោតកញ្ឆេងដូច្នេះហើយកូនពីងពីងរាប់រយនោះក៏បានបក់ទៅតាមខ្យល់ដែរពេលមើលពួកវាអណ្ដែតទៅឆ្ងាយកូនជ្រូកមានអារម្មណ៍ស្ដាយបន្តិចពេលវាងើបមុខមើលម្ដងទៀតបែរជាមានកូនពីងពីង3ក្បាលនៅសល់នៅជាមួយវាដោយសារពួកវាដូចម្ដាយរបស់វាដែរគឺចូលចិត្តកូនជ្រូកមួយនេះពួកគេនឹងបំពេញបំណងរបស់ម្ដាយដែរហើយបន្តមើលថែការពារកូនជ្រូកតូច